ជប់ណាស់ហើយបងសម្រាប់នៅទីនេះសិនអត់មនុស្សស្រីអីបបួលមនុស្សប្រុសគេងផ្ទះខ្លួននេះកុំប្រាប់ថាមនោរម្យឯងធ្លាប់បបួលអ្នកផ្សេងចឹងដែរណាចុះថាមិនមកអីខ្ញុំងុយគេងពេកខ្លាចបើកទៅគ្រោះថ្នាក់សុំសម្រាប់នៅទីនេះមួយយប់ណាមនោរម្យក្រោកមកយាយប៉ែកដល់មកធ្វើការហើយលោកប្រធានណាអូមកយំមនោរម្យមែនចាយប់មិញគេងយប់ជ្រៅអញ្ចឹងប្រហែលជាមិនទាន់ក្រោកទេរីតាចូលទៅដាក់គេទៅស្រីរំហាមិនបាច់ជាលោកប្រធានមកគេងនៅនឹងហើយនេះយប់មិញមានរឿងអីកើតឡើងហើយឈប់វាមិនដូចអ្វីដែលឯងបានគិតនោះទេឯងណាធ្វើមើលមិត្តរបស់ឯងនេះក្នុងផ្លូវល្អបន្តិចមើលយើងខ្លាចថាឯងធ្វើបាបលោកប្រធានឬក៏ឯងចាប់បង្ខំលោកប្រធានអូយនាងមិត្តឈួតខួរក្បាលនេះចប់ហើយមិត្តយើងរឿងស្នេហ៍ការិយាល័យភាគទី6ចប់ការសម្រាកបុណ្យទានសារយុទ្ធនិងមនោរម្យក៏ត្រឡប់មកភ្នំពេញវិញហើយទម្រាំតែមកដល់ក៏យប់បាត់ទៅហើយយប់ណាស់ហើយបងសម្រាប់នៅទីនេះសិនអត់មនុស្សស្រីអីបបួលមនុស្សប្រុសគេងផ្ទះខ្លួននេះកុំប្រាប់ថាមនោរម្យឯងធ្លាប់បបួលអ្នកផ្សេងចឹងដែរណាបបួលឲ្យខុសទៀតក្រែងនោះជាខុនដូបងឯងហីហើយនៅនោះមានពីបន្ទប់គេងអញ្ចឹងបងសម្រាប់បានទៅពីបាក់សម្រាប់ពេកខ្ញុំឡើងទៅហើយស្អប់ណាស់ការរងចាំមនោរម្យក៏ឡើងទៅកន្លែងស្នាក់របស់ខ្លួនដល់ក្នុងបន្ទប់អង្គុយមិនទាន់បាត់ហត់ផងស្រាប់តែចុះថាមិនមកអីខ្ញុំងុយគេងពេកខ្លាចបើកទៅគ្រោះថ្នាក់សុំសម្រាប់នៅទីនេះមួយយប់ណាចាព្រឹកស្អែកឡើងមនោរម្យក្រោកមកយាយប៉ែកដល់មកធ្វើការហើយភ្លាមនោះអ្នកមកបើកទ្វារគឺលោកប្រធានណាអូមកយំមនោរម្យមែនចាយប់មិញគេងយប់ជ្រៅអញ្ចឹងប្រហែលជាមិនទាន់ក្រោកទេរីតាចូលទៅដាក់គេទៅហើយទៅធ្វើការយឺតមួយថ្ងៃក៏មិនអីដែរចាខ្ញុំទៅធ្វើការមុនហើយចារីតាគៀងបន្តិចហើយក៏រត់ធ្វើនឹងនិយាយអ្វីមិនសូវត្រូវក៏រហ័សទៅដាស់មនោរម្យស្រីរំមិនបាច់ជាលោកប្រធានមកគេងនៅនឹងហើយនេះយប់មិញមានរឿងអីកើតឡើងហើយឈប់វាមិនដូចអ្វីដែលឯងបានគិតនោះទេឯងណាធ្វើមើលមិត្តរបស់ឯងនេះក្នុងផ្លូវល្អបន្តិចមើលយើងខ្លាចថាឯងធ្វើបាបលោកប្រធានឬក៏ឯងចាប់បង្ខំលោកប្រធានអូយនាងមិត្តឈួតយប់មិញនេះយើងនឹងបងយុទ្ធណាត្រឡប់មកបាត់ដំបងហើយវារៀងយប់គាត់ក៏រៀងងុយអញ្ចឹងហើយសម្រាប់នៅទីនេះតែម្ដងទៅអូអញ្ចឹងទេអីខួរក្បាលនេះចប់ហើយមិត្តយើងនិយាយថាតំណែងតំណងឯងនឹងលោកប្រធានមិនហើយនេះឯងប្រាប់យើងបានទេយើងមិនយល់ឯងទេលោកប្រធានណាគាត់បានប្រាប់យើងថាគាត់ស្រឡាញ់យើងតែគាត់និយាយចេញមកយ៉ាងស្រួលអញ្ចឹងទៅយើងមិនប្រកាសចិត្តសោះថាគាត់កំពុងតែចង់លេងសើចជាមួយយើងឬក៏យ៉ាងណាថាម៉េចលោកប្រធានសារភាពឲ្យមែនទេតែដូចយើងនិយាយប្រាប់ឯងអញ្ចឹងថាសម្ដីដែលគាត់និយាយនោះណាសែនសាមញ្ញគ្មានជាតិគ្មានជើសោះយើងមិនយល់ថាអ្វីដែលគាត់និយាយគឺជារឿងពិតសោះហើយចុះឯងយើងឯងស្រឡាញ់គាត់អត់យើងស្រឡាញ់នឹងឯងតែថាវាពិបាកណាស់ណែមិនស្រួលដូចក្តីសម័យទេហើយមនុស្សដូចគាត់ណាក៏មិនសមនឹងមកយកយើងដែរហើយឯងក៏ចេះកាត់ចិត្តគាត់ម្លេះណែសំខាន់គាត់និយាយប្រាប់ឯងយ៉ាងណាអានឹងទៅជាសម្ដីគាត់ចិត្តគាត់ណាយើងខ្លាចគាត់បោកអូយបើយើងជាឯងណាបើលោកប្រធានជាអ្នកបោកមែនយើងសុកចិត្តឲ្យបោកយ៉ាហ៊ីម៉ងនិយាយមែនទាំងសង្ហាទាំងពូកែ perfect យើងថាឯងគ្មានអីឲ្យគាត់បោកទេមានតែឯងបោកគាត់ទៅផ្សំអញមករៀបចំខ្លួនអង្គទៅធ្វើការទៅដល់កន្លែងធ្វើការជម្រាបសួរបងសុំទោសដែលមកយឺតថ្ងៃនេះមានប្រជុំបន្ទាន់ប្រាប់អ្នកត្រូវចូលរួមទៅផាងភងទៀតហើយថ្ងៃនេះបើមិនងាប់ក៏ទក់សាច់ដែរការងារធ្វើល្អអញ្ចឹងសុំតែទទួលបានអី
គ្រប់គ្នាស្ងាត់ហើយក៏ចាប់ផ្ដើមសម្ដែងការរីករាយយ៉ាងខ្លាំង គ្រាន់តែរឿងល្អអញ្ចឹងសោះចាំបាច់រៀបចំឆាកសម្ដែងធំម៉ឹងលោកប្រធាន សំទោសប្រហែលជាធ្វើឲ្យអ្នកទាំងអស់គ្នាភ័យហើយការងារលើកនេះល្អណាស់ខ្ញុំមិនសរសើរមិនបានទេហើយក៏ទទួលបានប្រាក់កម្រៃច្រើនលើសពីគម្រោងមួយនេះអញ្ចឹងខ្ញុំសម្រេចចិត្តថាដាក់មួយដំណើរកំសាន្តជូនអ្នកទាំងអស់គ្នា យេមិនងាយណាស់បានដើរលេងទេ តើណាល្អ រឿងនេះទុកសិនទៅចាំជជែកគ្នាពេលក្រោយខ្ញុំមានការងារមួយទៀតត្រូវនិយាយក្រោយមកការជជែកក៏បន្តរហូតដល់ចប់ក្រោយបញ្ចប់ការងារពេញមួយថ្ងៃក៏ដល់ម៉ោងត្រូវចេញពីធ្វើការ ណែមនុស្សរំអត់បានជូនអញទៅទេយើងត្រូវប្រញាប់ទៅទិញអីវ៉ាន់ឲ្យម៉ាក់គ្នាគាត់ប្រញាប់ណាមិនអីទេយើងមិនមែនក្មេងណាជិះទៅណាខ្លួនឯងក៏បានដែរ ចុះម៉ូតូអូនឯង ថ្ងៃនេះរីតាគឺគេទៅយកក៏ជិះមកជាមួយគេទៅបង អញ្ចឹងឡើងឡានទៅជាមួយបងទៅបងជូនទៅភ្លាមនោះលោកសារយុទ្ធក៏ដើរមកពីក្រោយលំមមិនបាច់ទេតោះទៅជាមួយខ្ញុំមានការចង់និយាយជាមួយ ផុតមកការងារឲ្យនឹងលោកប្រធាន មិននិយាយច្រើនសារយុទ្ធក៏ចាប់អូសដៃមនោរម្យដើរទៅរកឡានតែម្ដងនៅក្នុងឡាន ការងារអីបងឆាប់និយាយមក នៅមុខសវណ្ណាមិនហ៊ានហៅខ្ញុំថាបងពេញមាត់អញ្ចឹងតើតើនៅពីរអ្នកបែបនេះទើបហ៊ាននិយាយ រឿងនេះទៀតឲ្យមែន ស្រឡាញ់សវណ្ណាមែន អត់ទេ ខ្ញុំមិនមើលទៅដូចជាអញញឹមមានក្តីសុខជាមួយនឹងគេម៉េះ បងវណ្ណាជាបងកន្លែងរួមការងារអញ្ចឹងទៅស្និទ្ធស្នាលគ្នាជារឿងធម្មតាទេណាមួយគាត់ល្អនឹងខ្ញុំណាស់ប្រងឲ្យខ្ញុំទៅស្អប់គាត់មិនទេនេះ ចុះរឿងដែលខ្ញុំប្រាប់នាងថាខ្ញុំស្រឡាញ់នាងគិតមិន ខ្ញុំមិនដឹងទេ អញ្ចឹងមានន័យថាព្រមហើយចាប់ពីថ្ងៃនេះទៅនាងជាមិត្តស្រីរបស់ខ្ញុំ ហា មិនបាច់ខ្លាចខ្ញុំបោកនាងទេព្រោះនាងគ្មានអីឲ្យខ្ញុំបោក នឹងមិនមែនសម្ដីមនុស្សស្រឡាញ់គេ ខ្ញុំចេះផ្អែមទេ តាក់តងគ្នាក៏បានតែកុំទាន់ឲ្យណាគេដឹងរឿងយើងអីខ្ញុំបារម្ភថាវាអាចប៉ះពាល់ដល់ការងារ ប៉ះពាល់អីនៅក្រុមហ៊ុននឹងមាននរណាធំជាងខ្ញុំទៀតមែនឬក៏នាងគិតថាអាចមានមនុស្សស្ដីឲ្យខ្ញុំបាន ខ្ញុំនេះហើយធំជាងបងឯង ញ៉ាំអី អីក៏បាន សាច់អាំងទៅអញ្ចឹង ទៅកក់សក់ហើយខ្លាចស្អុយក្បាល សុំ តលន់ណា តាក់តងគ្នាវិនាទីដំបូងក៏លុកអញប៉ុណ្ណេះហើយយុទ្ធអើយទម្រាំយូរជាងនេះទៀតគិតត្រូវឬខុសទេនេះ និយាយអីនឹងខ្ញុំលឺណា អញ្ចឹងលោកស្រីចង់ពិសាអីដែរ អីក៏បាន ក្រោយសម្រេចសម្រងគ្នាមិនត្រូវអ្នកទាំងពីរក៏ត្រឡប់មកផ្ទះមនោរម្យចុងក្រោយហូបខ្យល់ សំទោសមកពីខ្ញុំមិនដឹងហូបអីអញ្ចេះចោះចាំខ្ញុំធ្វើបាយឆាឲ្យអូខេអត់ មនោរម្យក៏ទៅធ្វើបាយឆាសម្រាប់អាហារពេលល្ងាចតែម្ដងទៅហើយសារយុទ្ធក៏កំពុងអង្គុយធ្វើការបន្ត នេះបងធ្វើការមិនចេះខ្ជិលទេមែនឃើញធ្វើរហូតនៅកន្លែងការងារក៏ធ្វើមកដល់ផ្ទះក៏ធ្វើ បើមិនធ្វើមិនដឹងធ្វើអីជីវិតខ្ញុំវាទម្លាប់នឹងការងារហើយ ជាគូស្នេហ៍នឹងគ្នាហើយមិនបានជានិយាយខ្ញុំអញ្ចឹងនាងខ្ញុំនេះងល់ឥឡូវហើយ ងក់ងលឿនម្លេះ បងក៏សម្រាប់ខ្លះទៅសម្រាប់បែបអត់ធ្វើអីណាជីវិតមនុស្សយើងមិនចាំបាច់រវល់រហូតដល់ថ្នាក់នឹងពេកក៏បានដែរណែអង្គុយអត់ប្រយោជន៍ខ្លះទៅគ្មានអ្នកណាអង្គុយតែធ្វើរឿងមានប្រយោជន៍រហូតនោះទេ អញ្ចឹងមនោរម្យបង្រៀនបងឲ្យធ្វើមនុស្សទំនេរខ្លះទៅ អញ្ចឹងតិចទៀតយើងទៅញ៉ាំបាយហើយនាំគ្នាទៅមើលរឿងទៅ អូខេក្រោយមកអ្នកទាំងពីរក៏ចំណាយពេលវេលាជាមួយគ្នាហើយយប់នោះសារយុទ្ធក៏សម្រាកនៅផ្ទះរបស់មនោរម្យផងដែរកន្លងទៅប្រហែល2សប្តាហ៍ដំណើរកំសាន្តក្រុមការងារក៏បានមកដល់នៅខេត្តសៀមរាប ហើយមកដល់សៀមរាបហើយចង់ទៅលេងភ្នំកលែនណាអូយអត់ទៅទេខ្ជិលណាស់ហើយពេលជិះឡានឡើងបុកពោះតែម្ដងហើយឯងដឹងហើយថាយើងមិនចូលចិត្តអីខ្ពស់ខ្ពស់ទេ អូនឯងខ្លាចខ្ពស់មែន
មិនខ្លាចទេបងគ្រាន់តែបើជាបានណាអត់ឡើងទៅល្អជាង អើយអញបិទភ្នែកខ្លះទៅណាអត់ទេ ក្រោយមករសៀលបន្តិចក៏បំបែកគ្នាទៅដើរលេងកន្លែងរៀងខ្លួនហើយគូស្នេហ៍ថ្មីថ្មោងនេះក៏ឆ្លៀតណាត់គ្នាទៅភោជនីយដ្ឋានប្រណិតមួយកន្លែងអូនចង់ទៅភ្នំកលែនមែន ចាតែបើគ្មានអ្នកទៅក៏មិនអីដែរចាំលើកក្រោយក៏បាន ចាំបងជូនទៅមុនយើងទៅភ្នំពេញយើងនៅលេងបន្តមួយថ្ងៃទៅចាំបងជូនអូនឡើងភ្នំកលែន មែនតើមែន បងដាច់កុហកអូនឯងពីអង្កល មិត្តប្រុសណាគេនេះសង្ហាក៏សង្ហាហើយចិត្តល្អទៀតអរគុណបង ក្រោយដំណើរកំសាន្តចប់ក្រុមការងារក៏រៀបចំត្រឡប់ទៅវិញ មិនរៀបបង្វិចទេ មនោរម្យគេនៅបន្តមួយថ្ងៃទៀតជាមួយខ្ញុំចៃដន្យគេត្រូវមានណាត់ជជែកជាមួយភ្ញៀវរបស់ខ្ញុំ ហ៊ានដេកម្នាក់ឯងដែរកញ្ញាមនោរម្យយើងមិនដែលខ្លាចទេឲ្យតែខ្លាចដូចមាត់ផ្ញើមិត្តម្នាក់ផងណាលោកប្រធាន តោះចារីតា តើបងអ្នកខ្លះគេមិនចង់ទៅជាមួយយើងទេ សុវណ្ណានិងចារីតាក៏ធ្វើដំណើរចាកចេញទៅនៅតាមផ្លូវសុវណ្ណានិងចារីតា បងគិតថាពីរអ្នកនឹងមានទំនាក់ទំនងបិទបាំងនឹងយើងឬអត់ ប្រហែលដឹង គួរឲ្យសង្ស័យក ុំចេះដឹងរឿងគេអីអូននិយាយអញ្ចឹងអូនឯងធ្វើការជាមួយបងប្រហែលឆ្នាំហើយ 2 ឆ្នាំហើយមិនបានទៅនៅសុកបងសួរអញ្ចឹង មានអារម្មណ៍ថាពួកយើងមិនសូវដែលបានជជែកគ្នារឿងផ្ទាល់ខ្លួនសោះ2ឆ្នាំហើយដែលបានរួមការងារជាមួយគ្នាសប្បាយចិត្តមែនទែនដែលមានការងារល្អហើយមានក្មេងៗដូចជាពួកអូនឯងធ្វើការជាមួយមានគំនិតថ្មីឲ្យបងជាមនុស្សចាស់នេះតែធ្វើការមិនសូវមានគំនិតថ្មីអីទេ ចាស់ណាស់ទេមកបងឯងនៅក្មេងនៅឡើយយើងមានប្រពន្ធមិនប្រកាសថាយើងមកចាស់នោះទេបង ប្រពន្ធ ចាប្រពន្ធបងហ៎ បងមានប្រពន្ធពីអង្កលហើយបងការពេលណា ថ្ងៃមុនខ្ញុំឃើញប្រពន្ធបងឯងដឹកមកធ្វើការអី ឈួតអានឹងប្អូនស្រីបងតា មែនតើមែន នេះបងចាស់ដល់អូនឯងគិតថាបងនេះមានប្រពន្ធហើយមែនទេ ពុទ្ធអើយស្មានតែបងឯងមានប្រពន្ធមានកូនហើយតើព្រោះមិនដែលលឺបងឯងនេះនិយាយពីរឿងមនុស្សស្រីអញ្ញាញ៉ៃផង បងមិនទាន់មាននារីដែលត្រូវចិត្តទេជួនកាលយើងត្រូវចិត្តគេតែគេមិនត្រូវចិត្តយើង អ្នកណាមិនត្រូវចិត្តបងឯងការងារក៏មានតំណែងក៏ខ្ពស់ហើខ្ញុំថាបើស្រីដឹងថាបងឯងនៅកំឡោះស្រួលមិនស្រួលបងឯងហត់នឹងគេតាមញ៉ែផង តែបងចង់ឲ្យមនុស្សម្នាក់ដែលនៅក្បែរបងញ៉ែបងវិញ ណាគេ មិនដឹងទេគិតមើលខ្លួនឯងទៅសវណ្ណានិយាយដល់ចំណុចនេះចារីតាក៏ស្ងាត់ព្រោះរៀងអៀនបន្តិចដែរទោះជាសវណ្ណាមិនសំដៅចំក៏ដោយកាត់ទៅសារយុទ្ធនិងមនោរម្យវិញនៅលើភ្នំគូលែន បងឃើញអត់ថាមិនបានជាខ្ញុំចេះតែចង់នៅទីនេះវាស្រស់ស្រាយអញ្ចឹងណា ប្រយ័ត្នផងថ្មក្នុងទឹកនេះរអិលណាស់ប្រយ័ត្នដួលនិយាយមិនទាន់ផុតពីមាត់ផង អើយ អូន